សៀវភៅ The New Market Wizards គឺជាសៀវភៅហិរញ្ញវត្ថុដ៏ល្បីល្បាញមួយដែលសរសេរដោយលោក Jack D. Schwager និងបានបោះពុម្ពផ្សាយដំបូងនៅក្នុងឆ្នាំ 1992 សៀវភៅនេះគឺជាភាគបន្តពីសៀវភៅដំបូងរបស់គាត់គឺ Market Wizards ដោយផ្ដោតទៅលើការសម្ភាសន៍ស៊ីជម្រៅជាមួយកំពូលអ្នកជួញដូរ Super Traders ចំនួនថ្មីក្នុងទីផ្សារភាគហ៊ុនអាមេរិកដែលអាចរកប្រាក់ចំណេញបានរាប់លានដុល្លារនិងមានភាពជោគជ័យយ៉ាងខ្លាំងអស្ចារ្យខាងក្រោមនេះជាព័ត៌មានលម្អិតនិងចំណុចសំខាន់ៗពីសៀវភៅនេះ 1. ខ្លឹមសារស្នូលនិងទម្រង់នៃសៀវភៅខុសពីសៀវភៅណែនាំទ្រឹស្ដីឬយុទ្ធសាស្ត្របច្ចេកទេសទូទៅ The New Market Wizards ប្រើប្រាស់ទម្រង់សំណួរចម្លើយផ្ទាល់ជាមួយអ្នកជំនាញលោក Jack Schwager បានជីកកកាយពីផ្នត់គំនិត mindset ប្រវត្តិធ្លាប់ខាតបង់យ៉ាងធ្ងន់ធ្ងរនិងរបៀបដែលពួកគេអាចរើសបំរាស់រហូតដល់បង្កើតប្រព័ន្ធជួញដូរផ្ទាល់ខ្លួនដ៏ជោគជ័យកំពូលអ្នកជួញដូរល្បីៗមួយចំនួនដែលមានវត្តមានក្នុងសៀវភៅនេះរួមមាន Stan Druckenmiller អ្នកគ្រប់គ្រងមូលនិធិ Soros Quantum Fund ដែលបង្កើតផលចំណេញជាមធ្យមជាង 38% ក្នុងមួយឆ្នាំ William Eckhart អ្នកគណិតវិទ្យានិងជាដៃគូរបស់លោក Richard Dennis ក្នុងការបណ្ដុះបណ្ដាលក្រុមកំពូលអ្នកជួញដូរល្បីល្បាញឈ្មោះថា Turtles Bill Lipschutz អតីតស្ថាបត្យករដែលបានក្លាយជាកំពូលអ្នកជួញដូររូបិយប័ណ្ណ Forex ដ៏ធំបំផុតរបស់ធនាគារ Salomon Brothers 2. មេរៀនគន្លឹះសំខាន់ៗសម្រាប់អ្នកអានទោះបីជាអ្នកជួញដូរម្នាក់ៗប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាខ្លះប្រើការវិភាគបច្ចេកទេសខ្លះវិភាគសេដ្ឋកិច្ចម៉ាក្រូឬប្រើប្រព័ន្ធកុំព្យូទ័រក៏ដោយក៏ពួកគេមានចំណុចរួមសំខាន់ៗដែលលោក Schwager បានចងក្រងដូចខាងក្រោមការគ្រប់គ្រងហានិភ័យជាចម្បង risk management នេះជាវិធានដាច់ខាតអ្នកជួញដូរឆ្នាំទាំងអស់មិនមែនផ្ដោតលើការរកលុយឲ្យបានច្រើនមុនគេនោះទេប៉ុន្តែពួកគេផ្ដោតលើការការពារដើមទុននិងដឹងមុនជានិច្ចថាតើត្រូវកាត់ខាត stop loss នៅត្រង់ណាមុនពេលចូលផ្សារវិន័យនិងការគ្រប់គ្រងអារម្មណ៍ discipline and emotional control ទីផ្សារតែងតែដើរផ្ទុយពីការរំពឹងទុកអារម្មណ៍ភ័យខ្លាច fear និងលោភលន់ greed គឺជាសត្រូវធំបំផុតភាពជោគជ័យទាមទារឲ្យមានវិន័យដែរក្នុងការអនុវត្តតាមផែនការជួញដូររបស់ខ្លួនស្វែងរកប្រព័ន្ធជួញដូរដែលត្រូវនឹងអត្តចរិតខ្លួនឯង trading personality គ្មានវិធីសាស្ត្រណាដែលត្រឹមត្រូវនិងជោគជ័យសម្រាប់មនុស្សគ្រប់គ្នានោះទេអ្នកខ្លះជោគជ័យដោយសារដើរតាម trend following ឯអ្នកខ្លះទៀតជោគជ័យដោយសារការទិញពេលតម្លៃធ្លាក់ចុះខ្លាំងអ្វីដែលសំខាន់គឺត្រូវយល់ពីខ្លួនឯងនិងអភិវឌ្ឍយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់ខ្លួនឯងការរៀនសូត្រពីបរាជ័យ learning from failure ស្ទើរតែគ្រប់ market wizard ទាំងអស់សុទ្ធតែធ្លាប់ជួបការខាតបង់ធំៗឬចិត្តកសាយធន់នៅក្នុងជីវិតដំបូងរបស់ពួកគេប៉ុន្តែការខុសឆ្គងទាំងនោះគឺជាមេរៀនដែលបង្រៀនពួកគេឲ្យមានភាពទន់ភ្លន់និងចេះបត់បែនតាមស្ថានភាពទីផ្សារជាក់ស្ដែង3តើសៀវភៅនេះស័ក្តិសមសម្រាប់អ្នកណាសៀវភៅនេះស័ក្តិសមបំផុតសម្រាប់អ្នកជួញដូរ traders កម្រិតមធ្យមទៅកម្រិតខ្ពស់អ្នកវិនិយោគនិងអ្នកដែលចង់ស្វែងយល់ស៊ីជម្រៅពីចិត្តវិទ្យានៃការវិនិយោគទោះបីជាវាមានផ្ទុកពាក្យបច្ចេកទេសហិរញ្ញវត្ថុខ្លះក៏ដោយក៏របៀបសរសេរតាមបែបការនិយាយឆ្លើយឆ្លងធ្វើឲ្យវាងាយស្រួលយល់និងមានភាពទាក់ទាញខ្លាំងខ្ញុំបានដាក់សៀវភៅ The New Market Wizard នេះជាទម្រង់ PDF ជូនដោយឥតគិតថ្លៃ free 100%សូមចុច link នៅលើ description ខាងក្រោមដើម្បីចូលទៅ download យកមកអានឥឡូវនេះនៅក្នុងនោះក៏មានបណ្ដុំសៀវភៅល្អៗជាច្រើនក្បាលទៀតសម្រាប់បងប្អូនយកទៅសិក្សានិងស្វែងយល់បន្ថែមដើម្បីពង្រឹងសមត្ថភាពវិនិយោគនិងជួញដូរឲ្យកាន់តែប្រសើរឡើងកុំភ្លេចចុច like and subscribe ដើម្បីទទួលបានចំណេះដឹងល្អៗនិងវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតពីខ្ញុំ eBoy Trader